ជារួមទៅគឺដោយសារតែខ្ញុំអត់ចង់ឃើញគាត់ដូចជាទស្សនវិជ្ជាការពីខ្ញុំនៅបីកុមារដែលស្ថិតនៅខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពមួយលំបាកមែនទែនកាលពីខ្ញុំនៅតូចផ្ទះខ្ញុំខ្យល់បក់មកចេះរំមានថាខ្យល់បក់ចង់ដួលរំទៅហើយបាទហើយខ្ញុំពេលខ្លះខ្ញុំទៅរៀនអត់មានបាយហូបផងហើយខ្ញុំកលទៀតអញ្ចឹងវាធ្វើឲ្យខ្ញុំវាមានភាពដឹកដាមទស្សនវិជ្ជាលំបាកសាលានេះពីដើមទីគឺយើងមានតែខ្ញុំម្នាក់ឯងទេបាទហើយមកដល់បច្ចុប្បន្ននេះគឺយើងមានបុគ្គលិក14នាក់បាទហើយសិស្សបច្ចុប្បន្ននេះគឺយើងមានចំនួន225នាក់បាទ225នាក់សិស្សដែលគាត់មករៀនទីនេះទាំង225នាក់នេះគឺគាត់មកពីម៉ោងទំនេរពីសាលារដ្ឋសាលារបស់យើងព្យាយាមផ្ដល់ផ្នែកកុំព្យូទ័រដល់គាត់បាទមានទាំងភាសាចិនហើយនឹងយើងបង្រៀនជាភាសាអង់គ្លេសនិងផ្នែកកសិកម្មផងដែរដល់កូនៗទាំងអស់គ្នាអស់រយៈពេលជាង10ឆ្នាំនេះគឺយើងមានបានគិតប្រាក់កាប់ផ្សេងពីពួកគាត់ទេបាទតាក់ទងទៅនឹងការខ្វះខាតហ្នឹងវាទលំទលាយមែនទែនខ្វះខាតច្រើនមែនទែនដូចខាងក្រោយក្នុងនេះយើងបានឃើញផ្ទាល់បានទៅឡើងទៅឡើងស្នឹមខាងក្រោមទេបាទហើយម្សិលថ្ងៃនេះបានបងប្អូនជួយមកបានទិញដែកមកបានឡើងបណ្ដាទីសសរទៅទៀតហើយបាទហើយខ្វះតុកខ្វះសុខភាពសិក្សាតែកូនៗផងដែរខ្វះច្រើនមែនទែនបងប្អូនសាលារៀនរបស់គាត់មានការរៀបចំស្អាតបានខាងមែនទែនបងប្អូនទាំងអនាម័យក៏ដូចជាទីធ្លាផងដែរបងប្អូនប្រិមត្តទូទាំងសេដ្ឋកិច្ចជនយើងហើយក្នុងសាលារៀនរបស់គាត់នេះគឺមាន3ភាសាគឺចិនអង់គ្លេសខ្មែរផ្នែកកុំព្យូទ័រទៀតបាទលោកគ្រូរៀនភាសាអីដែរលោកគ្រូខ្ញុំរៀនភាសាអង់គ្លេសបាទភាសាអង់គ្លេសទៀតនិងកុំព្យូទ័រដែរបាទនេះបងប្អូននេះជាសាលារៀនរបស់គាត់ដោយសារតែខ្ញុំមករៀងម៉ោងខ្ទង់ម៉ោង11ថ្ងៃទៅហើយកូនសិស្សក៏រៀងស្បាយបន្តិចខ្លះដែរបាទបងនេះជាសាលារៀនរបស់គាត់នៅក្នុងនេះបន្ទប់ថ្នាក់រៀនភាសាអង់គ្លេសបាទថ្នាក់រៀនភាសាអង់គ្លេសបាទភាសាអង់គ្លេសនេះកន្លែងបន្ទប់លោកគ្រូតែម្ដងបាទនេះជាបន្ទប់របស់គាត់ការរៀបចំមានការស្អាតបាតក៏ដូចជាមានអនាម័យល្អខ្លាំងមែនទែនបាទដែលយើងចូលមកក្នុងសាលារៀនខាងលឿននេះតាក់ទងទៅនឹងកាយសម្បទារបស់ខ្ញុំនឹងអាចផ្ដល់ព័ត៌មានខ្លះថាជីវិតរបស់ខ្ញុំជាក្មេងកំព្រាទេបាទខ្ញុំពីកំព្រាតាំងពីអាយុ7ខែដោយសារមិនអាចលោកបានគេចាក់លោកចេញទៅហើយឪពុកគាត់ក៏មានគ្រួសារថ្មីទៀតទៅដល់ពេលខ្ញុំអាយុ1ខួបជាងបាទហើយក្រមទៀតខ្ញុំរស់នៅជាមួយជីដូនពិការភ្នែកហើយខ្ញុំអង្កលទៅរៀនដី3-4គីឡូដីអញ្ចឹងក្នុងមួយថ្ងៃខ្ញុំអាចចំណាយចិត្តទៅ1គីឡូដីទៅវិញទៅមកអង្កលពេលថ្ងៃក្តៅបែបនេះគឺរលាកដៃហើយបាទហើយនៅពេលរដូវភ្លៀងវិញគឺយើងមានក្លិនស្អុយបាទហ្នឹងហើយដោយសារទឹកសាវអញ្ចឹងណាអញ្ចឹងហាត់អស់នេះហើយដែលហើយកាយសម្បទារបស់ខ្ញុំនេះគឺខ្ញុំពិការតាំងពីកំណើតតែម្ដងបាទការពិការកំណត់នេះហើយអ្វីដែលខ្ញុំជឿចាប់បំផុតហ្នឹងជួយខ្ញុំពុះពៀដល់ពេលបច្ចុប្បន្នហ្នឹងគឺការមាក់ងាយអំពីធម្មតាសម័យហ្នឹងគឺប្រទេសយើងទើបតែចេញពីសង្គ្រាមមិនក៏បានរស់នៅក្នុងរូបសន្តិភាពទេបាទខ្ញុំត្រូវចំណេះដឹងពួកគាត់មានទៀតចឹងគាត់ប្រើពេចទៅដូចជាប្រមាថមើលងាយចឹងណាបាទកំព្រាហើយយើងកំព្រាហើយពិការតែក្រទៀតចឹងគឺសម្ពាធនៃការមើលងាយពីសំណាក់ក្មេងៗរួមសាលាពូមីងខ្លះចឹងទៅប៉ុន្តែអាការមើលងាយរបស់ពួកគាត់ហ្នឹងគឺជំរុញឲ្យយើងមានការខ្លាំងមែនតើបាទខ្ញុំចាត់ទុកជាលោកគ្រូម្នាក់ដែលជា hero ក្នុងប្រទេសកម្ពុជាក៏ដូចជា hero ម្នាក់នៅក្នុងភូមិស្រុកតាមកក់ខេត្តតាកែវដែលគាត់បានបង្ហាត់បង្រៀនសិស្សបាទគ្រប់ភាសាមិនគិតថាថវិកាទៅនោះទេបាទសូម្បីតែមកកាក់ម៉ាស៊ីនពេលសាលាយើងបង្កើតដំបូងមានសិស្ស4-5នាក់ទេប៉ុន្តែបច្ចុប្បន្ននេះតម្រូវមុខវិជ្ជាក៏ច្រើនហើយសិស្សក៏ចូលកាន់តែច្រើនផងដែរបាទកាលណាកូនគាត់មកច្រើនសាលាយើងទូចយើងខ្វះលទ្ធភាពក្នុងការផ្ដល់ទីតាំងសិក្សាគាត់ចឹងហើយដោយសារជួបបញ្ហាខ្វះខាតទីតាំងនៃការសិក្សាហើយបាទខ្ញុំពុះពៀដាក់គម្រោងមួយថានឹងធ្វើការកសាងសាលាមួយទៀតដែលមានចំនួន3បន្ទប់ដើម្បីបំពេញតម្រូវការហើយឥឡូវនេះការកសាងសាលានោះយើងបានឡើងធ្នឹមក្រោមហើយបាទចឹងយើងនៅមានតម្រូវការបងប្អូនចូលរួមជួយច្រើនទៀតដើម្បីឲ្យសម្បត្តិគូបំណងមកលុបនៃចំណេះដឹងដល់រូបភាពក្នុងវិស័យទាំងអស់គ្នាតទៅមុខទៀតបាទហើយខ្ញុំសង្ឃឹមថាបងបាទលោកជំទាវលោកស្រីបាទអ្នកអុកញ៉ាបាទកលេចមើលមកសាលារៀនក៏ដូចជាមកជួយទៅកាន់ក្មេងៗដែលគាត់មានការខ្វះខាតក៏ដូចជាលោកគ្រូគាត់ធ្វើការស្នើសុំទៅដល់ពុកម៉ែបងប្អូនម្នាក់បន្តិចមកបាទម្នាក់បន្តិចមកដើម្បីធ្វើការកសាងសាលាបន្ថែមទៀតដើម្បីឲ្យបងប្អូនក៏ដូចជាក្មួយៗមានការមករៀនសូត្រនៅទីតាំងសាលាលោកគ្រូនេះបាទហើយដល់មួយទៀតខ្ញុំចង់ចូលរួមនៅសកម្មភាពសកម្មការធ្វើបុណ្យធ្វើទានដោយសារតែខ្ញុំគិតថាការផ្ដល់ចំណេះដឹងមិនចេះចប់ទេហើយនឹងអាចដុសទៅមុខទៀតខ្ញុំចង់ចូលរួមមួយជ្រុងជាមួយនឹងរដ្ឋាភិបាលរបស់យើងដើម្បីទ្រទ្រង់ប្រទេសជាតិរបស់យើងទាំងអស់គ្នាហើយខ្ញុំចង់សងគុណទៅលើទឹកដីផែនដីដែលឲ្យផ្ដល់កំណត់ខ្ញុំផងដែរនិយាយហើយសម្រាប់ហើយតិចចាំបានស្បែកមុខទាំងណែនសមករលងថ្មីជាង3មែនទេស្រោមយន្តសិនពុកនេះ 24K អាចជួយលោកអ្នកបានទុកជាបានរកបញ្ហាស្នាមខ្មៅស្នាមរយស្នាមជាប់ស្នាមបបល់ដោយសារការកាត់មុនបានយ៉ាងឆាប់រហ័សជួយកាត់បន្ថយស្នាមជាជួនជួយឲ្យលាបឡេឆាប់ចូលបានល្អនិងបង្កើនគុណភាពថ្មីគុណជួយបន្តស្បែកមុខឲ្យក្មេងជាងវ័យធ្វើស្បែកមុខភ្លឺថ្លាមានសំណើមជាងពីខាងក្នុងប្រើថ្ងៃ2ដងប្រើម្ដងល្ងាចម្ដងហើយបើបានប្រើជាឈុតបែបនេះទៀតតែទទួលបានប្រសិទ្ធភាពកាន់តែលឿនប្រើត្រូវបានស្អាតប្រើមិនត្រូវទាំងដុល្លារវិញគ្រប់ចំនួនបាទសូមគោរពនឹងជំរាបសួរទៅកាន់ប្រិមិត្តពុកម៉ែបងប្អូនដែលកំពុងទស្សនារាល់ការផ្សាយរបស់សារព័ត៌មាន TP News ទាំងអស់គ្នានៅថ្ងៃទី27ខែមេសាឆ្នាំ2025នេះខ្ញុំបាទរួមជាមួយនឹងក្រុមការងារកំពុងតែស្ថិតនៅស្រុកត្រាំកក់នៃខេត្តតាកែវហើយនៅក្នុងបាទ ICD នៅគ្រូណាហើយនៅថ្ងៃនេះខ្ញុំបាទមកនាំថវិកាបន្តិចបន្តួចពីបងស្រីឆាយសកុនធាដែលគាត់តែងតែជួយសង្គមខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាគឺបាននាំថវិកាមកជួយដល់លោកគ្រូដែលបានបង្រៀនសិស្សដែលមិនគិតថវិកាបងប្អូនទាំងអស់គ្នាហើយថវិកានោះសោត
គាត់យកទៅធ្វើសាងសង់សាលារៀនបន្ថែមដូចជាទិញស៊ីម៉ង់ទិញអិតទិញអីដើម្បីកសាងសាលារៀនដើម្បីជាមលុបជាសិស្សទៅដល់កូនសិស្សដែលគាត់រស់នៅស្រុកត្រាំកក់នៃខេត្តតាកែវនេះផ្ទាល់តែម្ដងហើយបន្តិចទៀតយើងនឹងធ្វើការសាកសួរលោកគ្រូដែលគាត់បង្រៀនសិស្សនៅទីតាំងសាលារៀននេះផ្ទាល់តែម្ដងជំរាបសួរលោកគ្រូបាទជំរាបសួរលោកគ្រូឈ្មោះដែរលោកគ្រូខ្ញុំឈ្មោះកឹមនីលោកគ្រូណាបាទលោកគ្រូឆ្នាំនឹងមានបញ្ចូលបានហើយខ្ញុំ45ហើយបាទ45លោកគ្រូអាចបញ្ជាក់បានទេថាតើលោកគ្រូបរៀនសិស្សនេះតាំងពីឆ្នាំណារហូតដល់ណាដែរលោកគ្រូបាទតើតើនឹងការបើកសាលានេះខ្ញុំបើកតាំងពីក្នុងឆ្នាំ2015ខែ4ខែទី3បាទបើគិតទៅបច្ចុប្បន្ននេះយើងមានអាយុកាលមួយទសវត្សរ៍ហើយ10ឆ្នាំទៅហើយបាទហើយការចាប់ផ្ដើមសាលានេះគឺទីដំបូងជំហានដំបូងនោះមានសិស្សតែចំនួន4-5នាក់ទេបាទគាត់មកសុំច្រើនពេកពីមុនហ្នឹងគឺខ្ញុំព្យាយាមប្រកែកគាត់មែនតើថាខ្ញុំអត់មិនអាចរៀនគាត់បានណាតែមកតែអស់ពីកូនទៅអាណាព្យាបាលលោកមកសុំទៀតទៅគាត់ចាប់ផ្ដើមចិត្តមួយមិនអាចប្រកែកទៀតបានទេបើស្អាតតែគាត់ចង់ចេះអញ្ចឹងទៅយើងមានចំណេះដឹងទីទួចមិនធំដុំទេប៉ុន្តែចូលរួមចែករំលែកដើម្បីអាចឆាច់បានបាទលោកគ្រូអាចបញ្ជាក់ថាទេថាតើក្នុងសាលារៀនរបស់យើងនេះមានសិស្សប្រមាណអ្នកក៏ដូចជា100នាក់ហើយរៀនភាសាអីខ្លះនៅក្នុងសាលារៀនខាងលើនេះសាលានេះពីដើមទីគឺយើងមានតែខ្ញុំម្នាក់ឯងទេបាទហើយមកដល់បច្ចុប្បន្ននេះគឺយើងមានបុគ្គលិកដល់4នាក់បាទហើយសិស្សបច្ចុប្បន្ននេះគឺយើងមានចំនួន225នាក់បាទ225នាក់សិស្សដែលគាត់មករៀនទីនេះទាំង225នាក់នេះគឺគាត់មកពីម៉ោងទំនេរពីសាលារដ្ឋបាទអញ្ចឹងមានថាសិស្សទាំងអស់មានថាគាត់រៀនល្ងាចគាត់មករៀនព្រឹករៀនសាលារដ្ឋល្ងាចគាត់មករៀនសាលានេះបាទដោយសារតែនៅខាងសាលារបស់យើងគឺជាកន្លែងមួយដែលកម្រនឹងមានអាចដល់ការគាត់មែនតើសាលារបស់យើងព្យាយាមផ្ដល់ផ្នែកកុំព្យូទ័រដល់គាត់បាទមានទាំងភាសាចិនហើយនឹងយើងបង្រៀនជាភាសាអង់គ្លេសនិងផ្នែកកសិកម្មផងដែរទៅដល់កូនៗទាំងអស់គ្នាអស់រយៈពេលជាង10ឆ្នាំនេះគឺយើងមានបានគិតប្រាក់កាប់ផ្សេងពីពួកគាត់ទេបាទលោកគ្រូខ្ញុំសូមសួរមួយទៀតលោកគ្រូណាលោកគ្រូពីការយើងការព្រៀងតាំងពីឆ្នាំតកតងទៅនឹងកាយសម្បត្តិរបស់ខ្ញុំនឹងអាចផ្ដល់ព័ត៌មានខ្លះថាជីវៈរបស់ខ្ញុំជាក្មេងកំព្រាទេបាទខ្ញុំពីកំព្រាតាំងពីអាយុ7ខែដោយសារម្ដាយលោកបានលាចាកលោកចេញទៅហើយឪពុកគាត់ក៏មានគ្រួសារថ្មីទៀតទៅដល់តែពីខ្ញុំអាយុ1ខួបជាងបាទហើយក្រុមទៀតខ្ញុំរស់នៅជាមួយជីដូវពីការភ្នែកហើយខ្ញុំអង្កលទៅរៀនដី3-4គីឡូដីអញ្ចឹងក្នុងមួយថ្ងៃខ្ញុំអាចចំណាយជិត1គីឡូដីទៅវិញទៅមកអង្កលពេលថ្ងៃក្តៅបែបនេះគឺរលាកដៃហើយបាទហើយនៅពេលរដូវភ្លៀងវិញគឺយើងមានក្លិនស្អុយបាទហ្នឹងហើយគឺថាទឹកសើអញ្ចឹងណាអញ្ចឹងហាត់អស់នេះហើយដែលហើយកាយសម្បត្តិរបស់ខ្ញុំនេះគឺខ្ញុំពីការតាំងពីកំណើតតែម្ដងបាទការពីការកំណត់នេះហើយអ្វីដែលខ្ញុំជឿចាប់បំផុតហ្នឹងធ្វើឲ្យខ្ញុំពុះពៀដល់ពេលបច្ចុប្បន្នហ្នឹងគឺការមាក់ងាយអំពីធម្មតាសម័យហ្នឹងគឺប្រទេសយើងទើបតែចេញពីសង្គ្រាមមិនទាន់បានរស់នៅក្នុងរบบសន្តិភាពទេបាទអញ្ចឹងទៅចំណេះដឹងពួកគាត់មានទៀតអញ្ចឹងគាត់ប្រើពាក្យពេចន៍តាមដូចជាប្រមាថមើលងាយអញ្ចឹងណាបាទកំព្រាហើយយើងកំព្រាហើយពីការទៅក្រទៀតអញ្ចឹងគឺសម្ពាធនៃការមើលងាយពីសំណាក់ក្មេងៗរួមសាលាពូមីងខ្លះអញ្ចឹងទៅប៉ុន្តែអាការមើលងាយរបស់ពួកគាត់ហ្នឹងគឺជំរុញឲ្យយើងមានការខ្លាំងមែនតើបាទតស៊ូមែនតើបាទលោកគ្រូបាទបងប្អូនប្រិមត្តទូទស្សនិកជនដែលកំពុងទស្សនាបាទនេះខ្ញុំចាត់ទុកជាលោកគ្រូម្នាក់ដែលជាហេរ៉ូក្នុងប្រទេសកម្ពុជាក៏ដូចជាហេរ៉ូម្នាក់នៅក្នុងភូមិស្រុកតាមកក់ខេត្តតាកែវដែលគាត់បានបង្ហាត់បង្រៀនសិស្សបាទគ្រប់ភាសាមិនគិតថាថវិកានោះទេបាទសូម្បីតែមកកាក់ម៉ាស៊ីនបាទហើយគាត់មានជួយកុមារច្រើនទៀតបងប្អូនទាំងអស់គ្នាហើយឥឡូវពេលនេះគឺគាត់បានមានការខ្វះខាតសម្ភារៈទីទួចក៏ដូចជាសម្ភារៈសិក្សាហើយអីទៀតបាទអ្វីដែលសំខាន់នេះគឺដូចខ្ញុំជម្រាបថាពេលសាលាយើងបង្កើតដំបូងមានសិស្ស4-5នាក់ទេប៉ុន្តែបច្ចុប្បន្ននេះតម្រូវមុខវិជ្ជាក៏ច្រើនហើយសិស្សក៏ចូលកាន់តែច្រើនផងដែរបាទកាលណាកូនគាត់មកច្រើនសាលាយើងទូចយើងខ្វះលទ្ធភាពក្នុងការផ្ដល់ទីតាំងសិក្សាគាត់ចឹងហើយដោយសារជួបបញ្ហាខ្វះខាតទីតាំងនៃការសិក្សាហើយបាទខ្ញុំពុះពៀដាក់គម្រោងមួយថានឹងធ្វើការកសាងសាលាមួយទៀតដែលមានចំនួន3បន្ទប់ដើម្បីបំពេញតម្រូវការហើយឥឡូវនេះការកសាងសាលានោះយើងបានឡើងធ្នឹមក្រោមហើយបាទអញ្ចឹងយើងនៅមានតម្រូវការបងប្អូនចូលរួមជួយជាច្រើនទៀតដើម្បីឲ្យសម្រេចនូវគោលបំណងបន្លប់នៃចំណេះដឹងដល់ទំពាំងក្នុងវិស័យទាំងអស់គ្នាតទៅមុខទៀតបាទហើយកូនគាត់អ្នកក្រីក្រច្រើនណាស់នៅតំបន់នេះដាច់ស្រយាលមែនតើអញ្ចឹងគាត់ខ្វះកង់គាត់ខ្វះសិភៅគាត់ខ្វះសម្លៀកបំពាក់ផងដែរបាទខ្ញុំសង្ឃឹមថារាល់ការផ្សាយរបស់សារព័ត៌មានរបស់បងទេពនផ្សាយចេញទៅនឹងមានសប្បុរសជនក៏ដូចជាលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាបងស្រីបងប្រុសដែលគាត់មានថវិកាគ្រប់គ្រាន់ក៏ដូចជាអ្នកមានបងអ្នកមានបាទអាចមកសន្លឹងមើលខាងសាលារៀនដែលជាមលុបទៅដល់ក្មេងៗដែលគាត់មានការតស៊ូមោះមុតដូចលោកគ្រូអញ្ចឹងបាទខំប្រឹងរៀននឹងការសិក្សាផងដែរហើយបន្តិចទៀតខ្ញុំនឹងធ្វើការដើរជុំវិញសាលាជាមួយលោកគ្រូថាតើថ្ងៃនេះគុណសិស្សមកប្រហែលអ្នកដែរបាទលោកគ្រូបាទនេះបងប្អូនសាលារៀនរបស់គាត់មានការរៀបចំស្អាតបាទខ្លាំងមែនទែនបងប្អូនទាំងអនាម័យក៏ដូចជាទីធ្លាផងដែរបងប្អូនប្រិមត្តទូទស្សនិកជនយើងហើយក្នុងសាលារៀនរបស់គាត់នេះគឺមាន3ភាសាគឺចិនអង់គ្លេសខ្មែរផ្នែកកុំព្យូទ័រទៀតបាទលោកគ្រូរៀនភាសាអីដែរលោកគ្រូខ្ញុំរៀនភាសាអង់គ្លេសបាទភាសាអង់គ្លេសទៀតនិងកុំព្យូទ័រដែរបាទនេះបងប្អូននេះជាសាលារៀនរបស់គាត់ដោយសារតែខ្ញុំមករៀងម៉ោងខ្ទង់ម៉ោង11ថ្ងៃទៅហើយកូនសិស្សក៏រៀងស្បាយបន្តិចខ្លះដែរបាទបងនេះជាសាលារៀនរបស់គាត់បាទក្នុងនេះបន្ទប់ថ្នាក់រៀនភាសាអង់គ្លេសបាទថ្នាក់រៀនភាសាអង់គ្លេសបាទភាសាអង់គ្លេសនេះកន្លែងបន្ទប់លោកគ្រូតែម្ដងបាទនេះជាបន្ទប់របស់គាត់ការរៀបចំនៃការ
ស្អាតបានក៏ដូចជាមានអនាម័យល្អខ្លាំងមែនតើបាទដែលយើងចូលមកក្នុងសាលារៀនខាងលឿននេះបាទខ្ញុំមកបានតន់ពេលដែលគាត់បង្រៀនសិស្សដែរបាទលោកគ្រូបាទស្អាតខ្លាំងមែនតើបាទនោះគឺស៊ីម៉ង់ជាច្រើនបីហ្នឹងគឺសប្បុរសជនណា បាទសប្បុរសជនជួយបាទ នេះបាទហើយខ្ញុំសង្ឃឹមថាបងបាទលោកជំទាវលោកស្រីបាទអ្នកអុកញ៉ាបាទកលេចមើលមកសាលារៀនក៏ដូចជាមកជួយទៅកាន់ក្មេងៗដែលគាត់មានការខ្វះខាតក៏ដូចជាលោកគ្រូគាត់ធ្វើការស្នើសុំទៅដល់ពុកម៉ែបងប្អូនម្នាក់បន្តិចមក បាទ ម្នាក់បន្តិចមកដើម្បីធ្វើការកសាងសាលាបន្ថែមទៀតដើម្បីឲ្យបងប្អូនក៏ដូចជាក្មួយៗមានការមករៀនសូត្រនៅទីតាំងសាលាលោកគ្រូនេះបាទលោកគ្រូអាចមើលទៅមើលទីលោកគ្រូ បាទអានេះភាសាចិន បាទ បាទនេះក្រុមបុគ្គលិកគាត់បរៀនណាបាទគ្រូគាត់បរៀនភាសាចិនបាទនៅក្នុងថ្នាក់នេះអង្គុយឆ្លើយមែនតើចន្លោះពី40ទៅ50នាក់តែខ្លះបាទមកបន្ទប់មួយលោក បាទដោយសារយើងខ្វះបន្ទប់ណាដូចជំរាបជូនខាងដើមចឹងទៅដល់ពេលខ្ញុំមើលឃើញទស្សនវិជ្ជាទាំងអស់វាពិបាកដេកមើលពេកបាទពិបាកមែនតើតែយើងត្រូវពូពីដោយសារយើងបំពេញបំណងគាត់ទុនជំនួយគាត់ចង់បាច់ទុនជំនួយល្អតែគាត់ខំប្រឹងរៀនហើយយើងក៏ខំប្រឹងធ្វើឲ្យមួយដើម្បីសម្រេចគោលបំណងរបស់គាត់បាទលោកគ្រូមានឆន្ទៈបែបណាបានបង្កើតសាលានេះមកលោកគ្រូ និយាយរួមទៅគឺដោយសារតែខ្ញុំអត់ចង់ឃើញគាត់ដូចជាទស្សនវិជ្ជាកាលពីខ្ញុំនៅបីកុមារដែលគិតតែខ្ញុំកំពុងស្ថិតនៅក្នុងស្ថានភាពមួយលំបាកមែនតើកាលពីខ្ញុំនៅតូចផ្ទះខ្ញុំខ្យល់បក់មកចេះរំមានថាខ្យល់បក់ចង់ដួលរលំទៅហើយបាទហើយខ្ញុំពេលខ្លះខ្ញុំទៅរៀនអត់មានបាយហូបផងហើយខ្ញុំកលទៀតអញ្ចឹងវាធ្វើឲ្យខ្ញុំវាមានភាពដិតដាមទស្សនវិជ្ជាលំបាកហើយដល់មួយទៀតខ្ញុំចង់ចូលរួមនៅសកម្មភាពសកម្មការធ្វើបុណ្យធ្វើទានដោយសារតែខ្ញុំគិតថាការផ្ដល់ចំណេះដឹងមិនចេះចប់ទេហើយនឹងអាចដុសទៅមុខទៀតខ្ញុំចង់ចូលរួមមួយជ្រុងជាមួយនឹងរដ្ឋាភិបាលរបស់យើងដើម្បីទ្រទ្រង់ប្រទេសជាតិរបស់យើងទាំងអស់គ្នាហើយខ្ញុំចង់សងគុណទៅលើទឹកដីផែនដីដែលឲ្យផ្ដល់កំណត់របស់ខ្ញុំផងដែរបាទលោកគ្រូយើងមកបន្តទៀតបាទលោកគ្រូក៏មានឆន្ទៈខ្ពស់ណាស់បងប្អូនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាក៏ដូចជាបាទបងលោកស្រីបាទលោកជំទាវលោកអុកញ៉ាបាទខាងខ្លៃក្នុងនេះកន្លែងយើងកំពុងធ្វើការកសាងសាលាចំនួន3បន្ទប់បន្ថែមទៀតដែរបាទសម្រាប់បង្រៀនផ្នែកសិល្បៈហើយនឹងការធ្វើវិភាសាអង់គ្លេសហើយនឹងរៀនចុងភៅផងដែរបាទលោកគ្រូសិស្សយើងប្រហែលអ្នកលោកគ្រូសិស្សដែលរៀននៅសាលារបស់ខ្ញុំបច្ចុប្បន្ននេះមានចំនួន225នាក់បាទលោកគ្រូឥឡូវយើងខ្វះខាតអីខ្លះលោកគ្រូអាចបញ្ជាក់ប្រាប់ទៅដល់មហាជននេះលោកបាទតកតទៅនឹងការខ្វះខាតហ្នឹងវាទលំទលាយមែនតើខ្វះខាតច្រើនមែនតើដូចខាងក្រោយក្នុងនេះយើងបានឃើញផ្ទាល់បានតម្លើងធ្នឹមខាងក្រោមទេបាទហើយម្សិលថ្ងៃបានបងប្អូនជួយមកបានទិញដែកមកបានឡើងបដាទីសសរទៅទៀតហើយបាទហើយខ្វះតុកខ្វះសម្ភារៈសិក្សារបស់កូនផងដែរខ្វះច្រើនមែនតើបាទឥឡូវយើងបានហើយប្រហែលភាគរយលោកគ្រូបើគិតជាភាគរយវិញខ្ទង់ជា10%ទេបាទនេះ10%ទេបាទ90%ទៀតបាទបាទបងប្អូនទាំងអស់គ្នាបាទនេះគឺជាកន្លែងលោកគ្រូគម្រោងនឹងសាងសង់សាលារៀនបន្ថែមតែបច្ចុប្បន្នភាពនេះគឺគាត់អត់ទាន់មានលទ្ធភាពក៏ដូចជាសប្បុរសជនណាជួយបន្ថែមទៅលើការសាងសង់សាលារៀនដែលគាត់រៀននេះគឺថារៀនឲ្យគាត់បរៀនឲ្យឆន្ទៈតែម្ដងដោយគាត់គ្មានយកថវិកាពីសិស្សទេណាលោកគ្រូណាបាទអត់រយៈពេល10ឆ្នាំខ្ញុំបរៀននេះគឺមិនគិតប្រាក់កម្ម%ទេតែផ្ទុយទៅវិញកូនសិស្សណាដែលគាត់អត់លទ្ធភាពក្នុងការជួយបាយសុនណាឬក៏ស្លៀកពាក់ខ្ញុំតែងតែព្យាយាមពីវិនិយោគតាមសង្គមជួយដល់ពួកគាត់ទាំងអស់គ្នាទៀតផងដែរបាទហើយដល់មានខ្លះកុំគ្រួសារខ្លះកូនខ្លះក៏អត់មានផ្ទះនៅគាត់នៅក្រុមតង់ក៏ខ្ញុំព្យាយាមសុំពីវិនិយោគបានធ្វើគាត់បានមករៀនដែរបាទហើយគាត់មានផ្ទះនៅផងដែរបាទលោកគ្រូភាគច្រើនសិស្សនៅរស់នៅម្ដុំនេះឬក៏មកពីចម្ងាយតើតើមកពីចម្ងាយក៏មានសុំដែរក៏ប៉ុន្តែយើងអត់មានលទ្ធធ្វើឲ្យគាត់ស្នាក់នៅរៀនណាបាទអញ្ចឹងសិស្សដែលមកទីនេះមានអ្នកខ្លះ5គីឡូដី6គីឡូដីខ្លះដើរខ្លះជិះកង់មកតាមភ្លឺស្រីទៅបាទមកពីចំនួន2ឃុំដែលមករៀនទីនេះស្មើនឹងបឋមសិក្សា5អនុវិទ្យាល័យ1ហើយនិងវិទ្យាល័យ1ដែលមករៀនទីនេះផងដែរបាទខ្ញុំឃើញសំងនៅក្នុងសាលារៀនហ្នឹងដូចជាសប្បុរសជនក៏ជួយដែរណាបាទសប្បុរសជនលោកជួយជាថវិកាទៅហើយយើងទិញសំងមកបាទជាចុងក្រោយនេះមានappealវិនិយោគទៅដល់សប្បុរសជនក៏ដូចជាលោកជំទាវអុកអាដាមអុកញ៉ាណាដែលគាត់មើលតាមការផ្សាយនេះអាចជួយទៅដល់កាន់លោកគ្រូទេបាទខ្ញុំអ្វីដែលខំធ្វើអស់រយៈពេល10ឆ្នាំនេះខ្ញុំសង្ឃឹមថាបងប្អូនលោកនៅមើលឃើញលោកបន្តជួយផ្ដល់សេចក្តីសង្ឃឹមឲ្យកាន់តែល្អប្រសើរទៅទៀតសូមអំពាវនាវដល់បងប្អូនសប្បុរសជនសប្បុរសទាំងអស់តែក្នុងនិងក្រៅស្រុកទាំងអស់បាទបងប្អូនប្រុសស្រីពូមីងយាយតាសូមមេត្តាចូលរួមជួយទៅតាមកម្លាំងស្ទីមកអាចជួយទៅបានហើយខ្ញុំសង្ឃឹមថាក្តីសម័យនិងវត្ថុបំណងដែលយើងកំពុងតែខ្វះខាតហើយកំពុងតែកសាងបន្ទុកបន្ថែមតាមរយៈការនេះនឹងក្លាយជាការពិតដើម្បីជាជំរកមួយដ៏ចេះដឹងសម្រាប់កូនៗដែលគ្មានចំណាត់របស់យើងទាំងអស់គ្នាផងដែរបាទអរគុណលោកគ្រូមកអរគុណ